ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីវិធីចែកដែលមានតួចែក3តុងអញ្ចឹងសូមតាមដានទស្សនាទាំងអស់គ្នាវិធីចែកដែលមានតួចែក3តុងឥឡូវយើងមើលទៅលើតំណាងចែកជាមួយនឹងតួចែកតើតួចែកមានប្រមាណតុង3តុងបើតួចែកមាន3តុងដូច្នេះត្រូវកាត់តែតំណាងចែកនេះជាមួយ3តុងដូចគ្នាចាកាត់ឲ្យសួរថាតើ967ដែលកាត់ដើម្បីមិញធំជាងតួចែកហើយឬនៅចាអញ្ចឹងធំជាងកាលណាធំជាងអាចចែកបានតែបើតូចជាងតួចែកមិនអាចចែកបានទេចាឬក៏ស្មើនឹងតួចែកក៏អាចចែកបានដែរណាអញ្ចឹងកាត់3តុងទៅចែកតួចែកបានចំណែកលេខនេះវិញតំណាងចែកមានច្រើនតុងចំណែកតួចែកមានតែ3តួទេអញ្ចឹងត្រូវកាត់3តួដែរប៉ុន្តែកាត់3តួនឹងបានលេខ266អញ្ចឹង266នេះអាចចែកនឹង365បានទេមិនបានទេដោយសារតែ266នេះតូចជាងតួចែកកាលណាតូចជាងគឺអាចចែកបានទេលុះត្រាតែស្មើគ្នាឬក៏ធំជាងទើបអាចចែកបានអញ្ចឹងបើចែកបានធ្វើម៉េចអញ្ចឹងត្រូវកាត់4តួអញ្ចឹងដើម្បីចែកលេខឲ្យលឿនហើយងាយស្រួលហើយរហ័សអ្នកទាំងអស់គ្នាត្រូវសង្កេតទៅលើចាតួចែកចាហើយនឹងតំណាងចែកផងដែរបើតួចែកមាន3តួតំណាងចែកមាន3តួដូចគ្នាមានន័យថាវាស្មើគ្នាអញ្ចឹងត្រូវមើលតួខាងមុខជាមួយនឹងតំណាងចែកតួខាងមុខដូចគ្នាចាអញ្ចឹងមានន័យថាមើលមេ2ជាមួយនឹងលេខ9នេះអញ្ចឹងដើម្បីរៀបរកលេខឬក៏ដើម្បីរកលេខណាត្រូវមើលតួខាងមុខនឹងតើពីប៉ុន្មានដងទៅបាន9គឺពី4ដង8ពី5ដង10ឡើងទៅដាក់4ដងកាលណាដាក់4ដងហើយណាត្រូវគុណពីក្រោយមកវិញគុណពីក្រោយជាមួយ3តួហ្នឹងដើម្បីដាក់ពីក្រោយលេខខាងនេះ3តួដូចគ្នាតាមចាប់ដើម4 5ដង20សេរី0ត្រាទុក2 4ដង4 4ចុច2 6ចា4 2ដង8ចាមើលលេខនេះមើលតើដកបានទេកាលណាគុណឃើញចម្លើយ808តូចជាងតំណាងចែកដែលយើងកាត់អំបញ្ញមិញអានឹងលេខនេះគឺអាចដកបានតែហាមធំជាងណាបើធំជាងត្រូវបន្ថយអញ្ចឹងណាអញ្ចឹងចាប់ដាប់ដកមក7ដក0នៅសល់7 6ដក6 0 9ដក8នៅសល់1ចាតបមកត្រូវទម្លាក់លេខ1តុងទៀតចាទម្លាក់ម្ដងបានតែ1តួទេហើយបន្ទាប់មកសួរទម្លាក់1តួសួរអញ្ចឹងទម្លាក់មកបាន1000 12អញ្ចឹង1072នេះចែកនឹងពី15បានដែរទេបានដោយសារធំជាងអញ្ចឹងឥឡូវពិនិត្យទៅលើចាតួចែកជាមួយនឹងតំណាងចែកខាងនេះអញ្ចឹងតំណាងចែកមាន4តួចំណែកឯតួចែកមានតែ3តួទេអញ្ចឹងស្រួលណាស់អញ្ចឹងសង្កេតមើលបែបនេះណាបើសិនជាខាងតំណាងចែកនេះមានចំនួន4តួហើយតួចែកមានតែ3តួឯណាអញ្ចឹងត្រូវចំណាំថាតួចែកខាងមុខនេះត្រូវមើលឲ្យបាន2តួនៃតួខាងមុខរបស់តំណាងចែកចាត្រូវមើលឲ្យបាន2តួអញ្ចឹងណាពីប្រមាណដងទៅបាន10អញ្ចឹងពី5ដងឯងមានអញ្ចឹងសាដាក់5ដងតែម្ដងណាចាសាដាក់5ដងហើយចាំគុណមកក្រោយមកវិញ5 5ដង25សេរី5ត្រាទុក2 5ដង5 5បូក2 7ចា5 2ដង10ប៉ុន្តែមុននឹងដកត្រូវពិនិត្យមើលសិនណាតើលេខនឹងអាចដកបានទេបើលេខនឹងគុណទៅធំជាងអាចដកបានទេឡើយមើលអានេះ1072អានេះ1075អញ្ចឹង1075នេះធំជាងអញ្ចឹងអាចដកបានទេដូច្នេះត្រូវបន្ថយដាក់លេខ4វិញចាបន្ថយដាក់លេខ4នេះ4 5ដង20សេរី0ត្រាទុក2 4 ម្ដង4បូក2 6 4 2ដង8តោះមកចាប់ដើមដកណា2ដក0 2 6ដក7ដក6នៅសល់1 8ដក0អាចបានទេខ្ចីពីនេះ1សល់0ឡើងដក8នៅសល់2ចាដូច្នេះពេលណាដែលដកហើយគឺទម្លាក់ផ្ទុំទៀតគឺទម្លាក់លេខ5ចាទម្លាក់ហើយសួរថាតើលេខនឹងចែកនឹង2ដល់15បានដែរទេបានដោយសារធំជាងអញ្ចឹងត្រូវពិនិត្យមើលទៅលើយ៉ាងម៉េចដែរពិនិត្យមើលឡើងណាពិនិត្យមើលថាតើតំណាងចែកនេះវាមាន4តួចំណែកតួចែកមានតែ3តួទេមានថាតំណាងចែកនេះវាលើសតួដូច្នេះត្រូវចាំថាតួខាងមុខនេះត្រូវមើលឲ្យបាន2តួណាចឹងពីប្រមាណដងបាន21ច្បាស់ពី10ដងហើយមានអត់ពី10ដង20ហើយប៉ុន្តែការចែកលេខមានត្រឹមតែ9ដងតែប៉ុណ្ណោះចាសុទ្ធពីក្រោយមកវិញណា9 5ដង45សេរី5ត្រាទុក4 4ដង4 3 13ត្រាទុក1 9 2ដង18 19តែមកចាប់ដើមដកណា5 15សូនេះខ្ចីពីនេះមួយមកបានជា12ទៅបាច់ដក3បានណា12ដក3នៅសល់9 សូដក9អត់ទេខ្ចីពីនេះមួយនេះសល់1ឡើងដកនេះឡើងដកណា10 19នៅសល់1 1 11 0ចាជាចម្លើយរបស់វាឃើញ444ចំណែកឯសំណល់សល់190ចាអញ្ចឹងបើចង់យក190នេះទៅចែកនឹងពី15ទៀតទៅធ្វើយ៉ាងម៉េចទៅដល់ថែម0អញ្ចឹងទីក្បៀសមកថែម0សំទីក្បៀសណាតមកមើលទីតំណាងចែកមាន4តួណាអានេះមិនមើលក៏បាននេះណាតំណាងចែកមាន4តួទៀតហើយតួចែកនេះមាន3តួអញ្ចឹងសង្កេតទៅលើខាងមុខណាអញ្ចឹងពីប្រមាណដងបាន19ចាពី10ដង20 19ដងហ្មងទៅ9 5ដង45សេរី5ត្រាទុក4 9ដង4 4 13សេរី3ត្រាទុក1 9 2ដង18 19ចឹងលេខនេះក៏នៅតែលើសដែរណានេះ1935លើ1900ចឹងនេះទៅថយវានៅតែ8ដងក៏បាន8ដង40លេខ0ត្រាទុក4 8ដង8 4 12សេរី2ត្រាទុក1 8 2ដង16 17ចាប់ដាក់ដកណា0ដល់0 0នេះឡើង38ឡើង10ណាខ្ចីដោយសារទូជាងនេះ10 12សល់8សល់1ដល់0លេខខាងនេះវិញម្ដងលេខខាងនេះត្រូវកាត់4តួដូច្នេះដូចខ្ញុំនិយាយចឹងកាលណាតំណាងចែក4តួហើយតួចែកមានតែ3តួអញ្ចឹងមានថាតំណាងចែកនេះវាលើមួយលេខទេមានអញ្ចឹងត្រូវមើលតួខាងមុខជាមួយតំណាងចែក2តួតែម្ដង3ប្រមាណដងបាន22 3 7ដង21 3 3ដង24ឡើងដាំ7ដងសិនហើយដាំ7ដងហើយចាប់ដាំសូត្រពីក្រោយមកវិញមក7 5ដង35មាន5ត្រាទុក3 6 42 45 45ត្រាទុក4 8ដង21 25នេះឡើងណាឡើងចុះបន្ថយណាបន្ថយដាក់6ដងវិញ
1 5 ដល់30សេសុនត្រាទឹក3 6 1ដល់36 39ត្រាទឹក3 6 3ដល់18 21នេះបានណាឲ្យតែគុណទៅឃើញដូចជាងតំណាងចែកខាងលើនឹងដកបាន3ដល់0នៅសល់3 6 11កើតទេផ្សេងពីនេះ31ឡើងទៅ16ណានេះ1 16 19 37 1 11 0 2 12 0ចាបន្តមកទម្លាក់0មួយទៀតនិយាយឲ្យសួរថាចែកបានទេជាមួយនឹងទូចែកហ្នឹង7ដល់30ធំជាង365ចឹងចែកបានអញ្ចឹងកាលណា3តួដូចគ្នាបែបនេះអញ្ចឹងតួចែកខាងមុខមើលតែតួខាងមុខរបស់តំណាងចែកដែរណាមានថាតួចែកមើលខាងមុខចំណែកតំណាងចែកមើលតែតួខាងមុខគ្នាព្រោះសារតែតំណាងចែកនិងតួចែកនេះមានចំនួន3តួដូចគ្នាចា៎ចុះ3ប្រមាណដងបាន7 3 2ដង6ណាទៅ3ដង4ឡើងបាទឥឡូវយើងគុណពីក្រោយមកវិញមក2 5ដង10សេសុនត្រាទឹក1 6 2ដង12 13សេរី3ត្រាទឹក1 3 2ដង6ចា៎6 1 7ចា៎លេខនេះដកបានអញ្ចឹងចម្លើយរបស់វាគឺស្មើនឹង62សំណល់សោះ0 0ចា៎នេះគឺជាការចែកលេខដែលមានតួចែក3តុងចា៎អញ្ចឹងសូមអរគុណសម្រាប់ការតាមដាននិងទស្សនា